ប្រឡែងចោលខ្លះទៅកូនអើយហេតុអ្វីបានជាកូនចូលចិត្តប្រមូលរឿងមិនល្អយកមកទុកដាក់ក្នុងចិត្តកូនច្រើនម្ល៉េះរឿងណាអាចប្រឡែងចោលបានក៏គួរតែប្រឡែងចោលខ្លះទៅកុំរក្សាវាទុកនាំតែជឿចាប់ឥតអំពើទេបេះដូងរបស់កូនមិនមែនជាធុងសម្រាមដែលចាំតែប្រមូលកាកសំណល់នោះឡើយត្រូវចេះដោះលែងបេះដូងខ្លួនឯងឲ្យមានសេរីភាពកុំឃុំបេះដូងខ្លួនឯងទុកនៅក្នុងទ្រង់នៃភាពសោកសៅយូរពេកការឈឺចាប់កូនអាចនិយាយប្រាប់អ្នកដទៃបានតែគេមិនអាចមកឈឺចាប់ជំនួសកូនបានទេគឺកូនជាអ្នករ៉ាប់រងការឈឺចាប់តែម្នាក់ឯងកូនសោកសៅតែម្នាក់ឯងកូនកាត់ទុកក៏តែម្នាក់ឯងបើកូនមិនជួយសង្គ្រោះបេះដូងខ្លួនឯងទេគឺគ្មាននរណាម្នាក់មកជួយកូនបានឡើយគួរចំណាយពេលវេលាសាងសេរីភាពឲ្យជីវិតខ្លះហើយតើផ្អាប់ជីវិតខ្លួនឯងទុកក្នុងពិភពទុក្ខសោកសៅដល់ពេលណាទៀតរឿងមិនល្អរើសមកទុកដាក់ក្នុងចិត្តនាំស្រុកធ្វើអ្វីក្រវែងចោលឲ្យឆ្ងាយទៅកុំឲ្យសៅមងចិត្តច្រើនពេករវល់នឹងរឿងខ្លួនឯងមិនថាទេតែនេះទៅរវល់នឹងរឿងរបស់គេទៀតធ្វើឲ្យចិត្តខ្លួនឯងកាន់តែស្មុគស្មាញជីវិតរបស់កូនមិនមែនជាឡានសិនត្រីដែលចាំតែដើរប្រមូលសម្រាមនៅមុខផ្ទះគេនោះទេដូច្នេះរឿងអីកូនត្រូវទៅប្រមូលបញ្ហារបស់អ្នកដទៃយកមកទម្លាក់ក្នុងជីវិតរបស់កូននោះត្រូវក្រវែងចោលក៏ក្រវែងចោលខ្លះទៅហើយងាកមកធ្វើចិត្តឲ្យសប្បាយដើម្បីបន្ថែមរសជាតិជីវិតឲ្យបានឆ្ងាញ់ពិសានឹងគេខ្លះដល់ពេលដែលកូនត្រូវកម្ចាត់មេរោគគឺបញ្ហាគ្រប់យ៉ាងចេញពីចិត្តរបស់កូនហើយបើមិនដូច្នោះទេមេរោគវានឹងស៊ីសេចក្តីសុខរបស់កូនអស់ជាមិនខានព្យាយាមបោសសម្អាតចិត្តរបស់កូនឲ្យស្អាតឲ្យទូលាយកុំសូវចង្អៀតពេកចំណាយពេលវេលាដើម្បីខ្លួនឯងខ្លះផងកុំសូវចំណាយពេលគិតនិងខ្វល់តែពីគេអីកូនត្រូវចេះសន្សំសេចក្តីសុខទុកសម្រាប់ខ្លួនឯងកុំសន្សំតែបញ្ហាច្រើនពេកល្មមដោះលែងចិត្តខ្លួនឯងឲ្យចេញមកសប្បាយរីករាយនៅពិភពខាងក្រៅនឹងគេខ្លះហើយកុំចងគ្នាផ្អោបជាប់តែជាមួយនឹងទុក្ខកង្វល់ច្រើនពេកអីឈប់ធ្វើបាបចិត្តខ្លួនឯងទៅណាកូនម៉ែចង់ឃើញកូនញញឹមចង់ឃើញកូនសើចចង់ឃើញកូនសប្បាយរីករាយនឹងជីវិតរបស់កូនបោះចោលរឿងមិនល្អចេញពីចិត្តជីវិតកូននឹងមានសម្រស់ស្រស់ដូចជាផ្កាងើបឡើងកូនជាទីស្រឡាញ់ជីវិតអ្នកណាដែលថាមិនដែលជួបបញ្ហាគឺមិនមានគ្រប់ជីវិតតែមានបញ្ហាជាធម្មតាការស្រឡាញ់ការស្អប់គប់ចិត្តទាស់ចិត្តសុខនិងទុក្ខសុទ្ធតែមាននៅក្នុងជីវិតនេះទាំងអស់កូនតែងគិតថាកូនទុក្ខណាស់លំបាកណាស់តែមានមនុស្សជាច្រើនមានសេចក្តីទុក្ខលំបាកខ្លាំងជាងកូនទៅទៀតមិនមែនមានទុក្ខតែកូនម្នាក់ឯងឯណារៀនទទួលស្គាល់ការពិតជីវិតកូននឹងបានល្អប្រសើរខ្លះកុំរវល់តែដេកកើតទុក្ខងើបឡើងមកណាកូនយើងធ្វើដំណើរទៅមុខទៀតកុំព្រោះតែសេចក្តីទុក្ខបន្តិចបន្តួចធ្វើឲ្យកូនឈប់ដើរនោះតែពេលណាទើបកូនបានដល់គោលដៅពេលណាទើបកូនបានសុខធំហើយត្រូវរឹងមាំឡើងកុំអាងយំអាងទឹកភ្នែកអាងដេកកើតទុក្ខវាមិនមែនជាដំណោះស្រាយល្អទេណាកូនកូនកុំចោះចាញ់នឹងសេចក្តីទុក្ខកុំឲ្យសេចក្តីទុក្ខវាជះឥទ្ធិពលខ្លាំងមកលើកូនកូនត្រូវតែយកឈ្នះលើវាឲ្យបានកូនត្រូវប្រឆាំងនឹងសេចក្តីទុក្ខដោយការហ្វឹកហាត់អប់រំចិត្តតាមបែបព្រះពុទ្ធសាសនានិងធ្វើចិត្តឲ្យសប្បាយតាមបែបសមាធិបង្វែរចិត្តកុំឲ្យគិតច្រើនសម្រួលអារម្មណ៍ឲ្យបានស្រួលដកដង្ហើមមួយឲ្យវែងហើយចូលកូនពិចារណានិងតាមដានខ្យល់ដង្ហើមពេលចេញនិងពេលចូលរបស់កូនហើយមានសតិស្មារតីជានិច្ចកុំខ្វល់ខ្វាយរឿងអ្វីទាំងអស់ចាត់ទុកថាកូននៅលើកោះតែម្នាក់ឯងគ្មានរបស់ដែលកូនត្រូវហួងហែងគ្មានមនុស្សដែលធ្វើឲ្យកូនស្រឡាញ់និងគ្មានមនុស្សដែលធ្វើឲ្យកូនស្អប់ហើយនឹងគ្មានមនុស្សដែលធ្វើឲ្យកូនកើតទុក្ខ
ធ្វើបែបនេះរឿយៗនោះចិត្តរបស់កូននឹងបានទូស្បែកខ្លះមិនខានមានទុកលំបាកអីតិចតួចកូនអើយកុំខូចចិត្តយូរពេកបាយក៏មិននឹកទឹកមិនស្រេករវល់យំយេកដេកស្រណោះជីវិតគឺវាបែបនេះឯងមានរឿងចំបែងថ្លែងមិនអស់គ្មាននរណាម្នាក់គេចផុតសោះមនុស្សសត្វទាំងអស់ក្នុងលោកាបើកូនរវល់ដេកកាត់ទុកតើនឹងបានសុខមកពីណាក្រោកឡើងឲ្យឆាប់ប្រញាប់រាជូតទឹកនៃត្រាដើរទៅមុខកូនដួលខ្លួនឯងត្រូវក្រោកខ្លួនឯងជាយាមប្រឹងប្រែងកុំសង្កត់ភាពជោគជ័យកូននៅខាងមុខត្រូវតែសម្រុកទៅឲ្យដល់